ចឹងខ្ញុំអរគុណដល់ម៉ែឯងខ្លាំងមែនតើដែលជួយខ្ញុំហើយសម្រាប់កូនមួយនេះគឺម៉ែឯងជួយខ្ញុំធំខ្លាំងមែនតើព្រោះដោយសារម៉ែឯងដឹងហើយថាខ្ញុំចេញមកគឺគេមើលងាយខ្ញុំខ្លាំងមែនតើគេថាខ្ញុំចេញមកពីគេគឺអត់កំណើតអីចឹងទៅតែនៅពេលដែលម៉ែឯងបានឆងដៃមកជួយខ្ញុំមានគ្រប់យ៉ាងដល់ថ្ងៃហ្នឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំមានសំណាងមែនតើតែស្គាល់ម៉ែឯងដែលម៉ែឯងមកជួយខ្ញុំទាំងដែលខ្ញុំមិនមែនជាបងប្អូនមិនមែនជាសាច់ថ្លៃម៉ែឯងមិនមែនជាគ្រួសារម៉ែឯងតែម៉ែឯងជួយខ្ញុំដូចខ្ញុំនឹងគ្រួសារម៉ែឯងចឹងចង់និយាយថាខ្ញុំមានថ្ងៃនេះបងប្អូនទាំងគ្នាបាទគឺអរគុណម៉ាក់លីនខ្លាំងមែនតើបាទហើយម៉ាក់លីនមិនត្រឹមតែជួយខ្ញុំទេបាទជួយម៉ាក់នៀតបាទជួយចុងកុកបាទឥឡូវមានអារម្មណ៍មិនឥឡូវនិយាយមកម៉ាក់លីនអ្នកហ៊ានពីអីបាទយំតែដល់តារ៉ាបងបាទសម្រាប់ខ្ញុំដល់ថ្ងៃហ្នឹងគឺខ្ញុំដោយសារម៉ាក់លីនដូចគ្នាព្រោះដោយសារតាមដល់បើខ្ញុំអត់បានជួបគាត់គឺខ្ញុំអត់មានថ្ងៃហ្នឹងទេដល់ឲ្យគាត់ជួយយើងរបៀបថាយើងទៅនៅមួយគាត់ហូបបាយមួយគាត់គេជាមួយនឹងគាត់របៀបថាគាត់ទៀមទាលុយពីយើងតែគាត់ថាយើងនៅជាមួយគាត់របៀបថាយើងធ្វើទីទួយតែប៉ុន្តែគាត់ថាបើខ្ញុំយកដល់ថ្ងៃហ្នឹងគឺដោយសារម៉ាក់លីនដូចគ្នាទៅនិយាយច្រើនទៅរឿងអូនដើមកោនិយាយទៅមានតែពេលអរគុណដល់ម៉ាក់លីនដែលជួយខ្ញុំមើលដែលគេជួយគេយកដល់ផ្លេចគុណគាត់ទៅឲ្យគាត់ដែលជួយយើងក៏គាត់ដឹងថារីកចម្រើនកាន់តែរីកចម្រើនទៅមុខទៀតអញ្ចឹងណាបងប្អូនចាឥឡូវប៉ុណ្ណឹងឯងយំតិចណាសុំខ្លាំងទេមិនសើដោយសារតែខ្ញុំលួចគាត់ម៉ាក់លីនមកខ្ញុំទូទៅអត់ទេហើយបើសម្រាប់ខ្ញុំគឺខ្ញុំអរគុណដល់ម៉ាក់លីនខ្លាំងមែនតើព្រោះដោយសារតែខ្ញុំចូលមកនេះគឺគាត់ជួយខ្ញុំបានច្រើនខ្លាំងមែនតើទាំងដែលខ្ញុំអត់មានអីសោះហើយគាត់យល់ពីខ្ញុំព្រោះដោយសារតែខ្ញុំគឺជាស្រីមេម៉ាយដូចគាត់អញ្ចឹងហើយកូនមួយដូចគ្នាទៀតបងប្អូនទាំងអស់គ្នាអញ្ចឹងហើយគាត់ថាយកខ្ញុំមកថតនោះដោយសារអីគាត់មានអារម្មណ៍ថាខ្ញុំដូចគាត់ដល់ពេលអញ្ចឹងទៅក៏គាត់ហើយវាតាមកនិយាយមកតាមអារម្មណ៍មកបានសោចយំលើនេះយំតាមតែដងបាទជុំវីដេអូមានផ្ទុំអូនលីងលោកអីយំមកហើយអញ្ចឹងទៅបើគាត់យកខ្ញុំមកនៅជាមួយសម្រាប់ខ្ញុំនៅមួយគាត់គឺខ្ញុំអត់មានបាយស៊ីអត់ទេមែនតានៅមួយគាត់គឺគាត់ចាញ់ឲ្យយើងគ្រប់យ៉ាងទាំងអស់សូម្បីតែពេលខ្ញុំឈឺខ្ញុំអត់មានលុយក៏គាត់បាញ់លុយឲ្យខ្ញុំដែរទាំងដែលខ្ញុំនៅមួយគាត់អត់មានត្រូវធ្វើឲ្យការងារអីមួយគាត់ទេប៉ុន្តែគាត់បាញ់លុយឲ្យយើងសម្រាប់យើងឈឺហ្មងយ៉ាងនិយាយចឹងខ្ញុំអរគុណដល់ម៉ែឯងខ្លាំងមែនតើដែលជួយខ្ញុំហើយសម្រាប់កូនមួយនេះគឺម៉ែឯងជួយខ្ញុំធំខ្លាំងមែនតើព្រោះដោយសារម៉ែឯងដឹងហើយថាខ្ញុំចេញមកគឺគេមើលងាយខ្ញុំខ្លាំងមែនតើគេថាខ្ញុំចេញមកពីគេគឺអត់កំណើតអីចឹងទៅតែនៅពេលដែលម៉ែឯងបានឆងដៃមកជួយខ្ញុំមានគ្រប់យ៉ាងដល់ថ្ងៃហ្នឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំមានសំណាងមែនតើដែលស្គាល់ម៉ែឯងដែលម៉ែឯងមកជួយខ្ញុំទាំងដែលខ្ញុំមិនមែនជាបងប្អូនមិនមែនជាសាច់ថ្លៃម៉ែឯងមិនមែនជាគ្រួសារម៉ែឯងតែម៉ែឯងជួយខ្ញុំដូចខ្ញុំនឹងគ្រួសារម៉ែឯងអញ្ចឹងខ្ញុំអរគុណម៉ែឯងច្រើនអរគុណខ្លាំងមែនតើហ្មងឥឡូវចង់យំតាលីនណាបាទលីនមកដល់បងប្អូនទៅមើលវីដេអូបន្តបងប្អូនតើគ្នាដឹងស្រាប់ហើយមេខ្ញុំគឺគាត់បាទទិញឡានឲ្យខ្ញុំមួយតែម្ដងបានតម្លៃ$15000ប៉ុន្តែគឺខ្ញុំខ្លួនឯងថែមលុយបាទយកចំនួន30000ទៀតបាទថែមយកតម្លៃឡាន$145,000បាទអញ្ចឹងគឺយើងត្រូវតែខិតខំប្រឹងធ្វើការបន្ថែមហើយបាទអញ្ចឹងមុននឹងបងប្អូនទៅមើលវីដេអូបន្តដូចខ្ញុំនិយាយមុននឹងអញ្ចឹងបាទបងប្អូនទាំងគ្នាស្រ័យជូតមុខអេសារបស់យើងគឺតែចូលស្តុកថ្មីក្តៅហើយគឺមានលក់តាមទីផ្សារបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់បងប្អូនគ្នាដែលចង់បានគឺអាចដោនឡូតទិញតាមតូបតាមសាំ25ខែក្រុងបានបងប្អូនមកចាប់តែ10000មកចាប់តែ10000ទេបងប្អូនទាំងគ្នាបាទហើយសម្រាប់ UV ការពីតែថ្ងៃវិញមកទីបតែ20000រៀលទេបងប្អូនទាំងគ្នាបាទអញ្ចឹងមកឈុតនេះតម្លៃត្រឹមតែ30000រៀលទេបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់បងប្អូនដែលចង់បានគឺអាចធ្វើការឆាតចុះពេកតម្លាក់លេខទូរស័ព្ទមួយទាំងឬក៏អាចដោនឡូតទិញតាមតូបតាមតាផ្សារបានបងប្អូនទាំងគ្នាសម្រាប់ខ្ញុំគឺតែងតែនឹកគុណបាទនិយាយទៅអ្នកមានគុណរបស់ខ្ញុំហ្មងបងប្អូនទាំងគ្នាដូចចុងគុកដូចម៉ាក់នៀតចឹងបាទគឺអត់មានលុយ100សោះបាទគឺខ្ញុំជួបម៉ាក់លីនគឺ100លុយខ្មែរក៏អត់មានដែរប៉ុន្តែម៉ាក់លីនដូចម៉ាក់នៀតចឹងគឺគាត់ជួយរ៉ាប់រងបាទមិនថាអាហារហូបចុកការស្នាក់នៅអីគឺគាត់ជួយទាំងអស់ជាពិសេសគឺនៅជាមួយគាត់ជួយយើងបាទមានបានបណ្ដោះឲ្យយើងឲ្យគេស្គាល់ឲ្យបងប្អូនបាទម្ចាស់ប្រេនឲ្យយកយើងធ្វើការនិយាយទៅគឺខ្ញុំមានថ្ងៃនេះខ្ញុំហ៊ាននិយាយថាគឺដោយសារម៉ាក់លីនបានយកមានម៉ាក់លីនទេគឺខ្ញុំអត់មានថ្ងៃនេះខ្ញុំហ៊ាននិយាយចឹងគឺអរគុណខ្លាំងមែនតើតែម្ដងហើយខ្ញុំនឹងមានឱកាសមួយនឹងហើយអរគុណលើពីក្រោយដកចែកមកលោកអត់តន់ទេព្រោះអីអត់តន់ទេតែខ្ញុំមានថ្ងៃមួយខ្ញុំនឹងជួយចង់ថានឹងតបស្នងឲ្យគាត់ជាទីគាប់ចិត្តបំផុតដែលគាត់ជាអ្នកដតីគាត់ជួយយើងអានេះនិយាយតាមត្រង់រាល់ថ្ងៃសម័យមែនតើចង់មានថ្ងៃហ្នឹងមែនតើចង់ថាឲ្យគាត់ដឹងថាខ្ញុំស្រឡាញ់គាត់ប៉ុណ្ណាចឹងចង់សងទៅគាត់វិញបាទចង់ថាចេះយើងមានថ្ងៃហ្នឹងបាទទោះយើងចង់ថារាល់ថ្ងៃទោះកន្លងមកយើងធ្វើល្អដាក់គាត់រហូតមកក៏ដោយប៉ុន្តែគឺយើងនៅតែចាំអត់ភ្លេចចាស់អាទង្វើដែលគាត់ជួយយើងហ្នឹងណាដែលនិយាយទៅ
ឲ្យផ្លូវយើងឲ្យផ្លូវយើងដើរ អ្នកអស់គ្នាដឹងហើយម្នាក់ឯងគាត់ឈរម្នាក់ឯងហើយគាត់ជួយយើង បាទឡើងឈុំឆេង ហើយគាត់ចេញលុយហូបចុកមួយ បាទ ពេលអ្នកអស់គ្នាដឹងហើយថាមិន បាទ គាត់ទៅចិត្តញ៉ាំយប់ បាទ ញ៉ាំយប់គាត់អត់ញ៉ាំម្នាក់ឯងទេ បាទញ៉ាំទុំគ្នាបាទហើយគាត់ញ៉ាំអីយើងញ៉ាំនឹងគាត់គេងអីយើងគេងនឹងនិយាយទៅគឺអត់មានប្រកាន់វណ្ណៈអីទេបងប្អូនទាំងគ្នាអញ្ចឹងគឺខ្ញុំមានថ្ងៃនេះបាទគឺដោយសារតែបាទពូម៉ាក់ខ្ញុំម៉ាក់លីនអញ្ចឹងមានថ្ងៃមួយមកដល់ខ្ញុំតបស្នងម៉ាក់លីនជាទីកប់ចិត្តជាពិសេសជូនពរម៉ាក់លីនបាទស្រោម CR ម៉ាក់លីនឲ្យផ្ទុះនៅលើទីផ្សារ មកចេញសរុបស្ងាត់ស្ងាត់ឲ្យមិនចែកពួកគាត់ប្រើស្តោះ ចាំទៅថតចាំ ទៅបាត់ដំបងហើយមិនទៅ ហ្នឹងហើយ ឃើញចុក ម្ដង10000តា ទៅទៅចាំគ្នា ហ្នឹងហើយ CR CR ហ្នឹង10000បាទ នឹងដឹងវា វាធ្វើឲ្យស្ងាត់ស្ងាត់ ងំ បាទទៅចង់ថាអរគុណទៅអរគុណទៅអត់ដឹងនិយាយថាមិនទេចង់ថា តែសុំនិយាយមកគ្នាចោះមានបងប្អូនជាច្រើនគាត់តែងតែនិយាយថាអូគាត់ជួបខ្លួនឯងផ្ទាល់ជួយគេតែគេល្មើសគុណគេបកក្បាលមកខាំវិញអានឹងភាសាដែលអាក្រក់ណាតែខ្ញុំខុសពីគាត់បងប្អូនទាំងអស់គ្នាខ្ញុំជាមនុស្សម្នាក់ដែលជួយគេច្រើនតែអ្វីដែលខ្ញុំជួយទៅគេភាកច្រើនហ្មងខ្ញុំទទួលបានការដឹងគុណខ្ញុំមិនចង់បានអីពីពួកគាត់ទេឲ្យតែគាត់ដឹងថាអូគាត់ធ្លាប់នៅមួយខ្ញុំគាត់មានអនុស្សាវរីយ៍មួយខ្ញុំឃើញរាល់ថ្ងៃអញ្ចឹងណាឆ្ងាយគ្នាមកតែកម្មវិធីអីគឺយើងជួបជុំគ្នាធម្មតាចាំមានអ្នកសួររហូតថាថៃបានគេនៅមួយអត់កើតក៏ប៉ិតបងប្អូនទាំងអស់គ្នាត្រូវដឹងថាមនុស្សតែតែមានគោលដៅរៀងខ្លួនមិនថាមករាមិនថាចង់គុកសេនីទេបើយើងនៅជាមួយយើងរហូតយើងមានអីគាត់ក៏វាពិបាកដែរអញ្ចឹងខ្ញុំចង់ឲ្យពួកគាត់ឲ្យចម្រើនហើយកុំគិតថាខ្ញុំចង់បានទៀមទាអីពីពួកគាត់អត់ទេបងប្អូនអ្វីដែលបងប្អូនមើលឃើញពួកគាត់សរសើរខ្ញុំមកខ្ញុំស្រឡាញ់គាត់ស្មើនឹងអ្វីដែលគាត់ផ្ដល់ខ្ញុំធំជាងនឹងក៏ខ្ញុំអត់ទទួលយកដែរបងប្អូនទាំងអស់គ្នាថាអីគឺខ្ញុំអត់ចង់បានអីពួកគាត់ទេព្រោះយើងដឹងថាពួកគាត់គឺជាមនុស្សអត់តាំងពីដើមមកហើយយើងគាត់ត្រូវការរបស់អីកាដូអីពីពួកគាត់ទៀតដែរនិយាយមែនបងប្អូនទាំងអស់គ្នាយើងមានសមត្ថភាពខ្លួនឯងហើយពួកគាត់ត្រូវបង្កើតគ្រួសារមើលថែកូននៅមើលថែចៅទៀតពួកគាត់នឹងជោគជ័យបន្ថែមទៀតពួកគាត់ជាមនុស្សម្នាក់ដែលមានសមត្ថភាពរៀងៗខ្លួន បាទជូនពរម៉ាក់លិនដូចគ្នាហើយជាពិសេសអត់អស់ផ្លេចទេអរគុណប្រពន្ធសម្លាញ់បាទអត់ដែរចង់ថាអត់ដែរបោះបង់ចោលប្តីទោះប្តីឈួតជាយ៉ាងណាក៏នៅតែអបអរសាប្តី ចង់និយាយដែរ ទោះប្តីឈួតជាយ៉ាងណាក៏នៅតែអបអរសាបាទនៅតែទ្រាំបាទនៅទ្រាំ ចឹងវាសម្ដែងកម្រោះកម្រើយអត់មានពាក្យផ្អាប់លហើយអត់មានស្វីតគឺប្រពន្ធម្នាក់នេះគឺថាស្រឡាញ់ប្តីជាប្តីឬថាទ្រាំទ្ររហូតដល់ឥឡូវនេះនិយាយទៅគឺអាណិតប្រពន្ធមែនតើខ្ញុំសរសើរហ្មង ខ្ញុំវិញខ្ញុំហត់ចោលអត់ នេះលេខទ្រាំទ្រឲ្យតែនេះសរសើរដល់គាត់ទ្រាំទ្រនៅជាមួយនឹងម៉ែឯងរហូតដល់សប្តាហ៍ថ្ងៃនេះម៉ែគាត់មើលនិយាយទៅប្រពន្ធនឹងគឺប្រពន្ធមុខក្រាស់ហ្មង បាទអរគុណប្រពន្ធអរគុណដល់ពូម៉ាក់អរគុណដូចគ្នាហើយសង្ឃឹមថាពួកយើងនឹងជោគជ័យទៅមុខទាំងអស់គ្នាដោយសារតែយើងពួកយើងមានបានយើងជួបគ្នាយើងជួបតែចង់ថាយើងសប្បាយចិត្តណាបាទចង់ថាយើងមានទាំងអស់គ្នាអញ្ចឹងណាបាទអញ្ចឹងជូនពរម៉ាក់គុកបាទម៉ាក់នៀតបាទជោគជ័យទាំងអស់គ្នាណាបាទជាពិសេសម៉ាក់លីនខ្ញុំតែម្ដងជាមួយសរោម CR